លក់ដូររាល់ថ្ងៃនេះសម្រាប់ជីវិតអ្នកជីដែនគឺពិបាកមែនទែនបងប្អូនអរគ្នានិយាយទៅខ្ញុំមករករាល់ថ្ងៃហ្នឹងគឺបានតែមកបង់ថ្លៃតូបហើយនឹងស៊ីចាយប៉ុណ្្នឹងឯងបងប្អូនហើយឲ្យសល់គឺអត់សល់ទេដោយសារតែអីវ៉ាន់ខ្ញុំគឺនៅច្រើនមែនទែនតែម្ដងអញ្ចឹងបើសិនជាខ្ញុំអត់មករកស៊ីខ្ញុំអត់មកលក់អំរោះចេញទេគឺអីវ៉ាន់ខ្ញុំទុកចោលវាខូចអញ្ចឹងណាបងប្អូនអីវ៉ាន់ខ្លះទៅខ្ញុំលក់ឈិនឆាយខ្ញុំអត់យកចំណេញច្រើនទេពេលខ្លះក៏ស្មើដើមក៏មានដែរបងប្អូនហើយដោយថាបើសិនជាយើងទុកក៏វាខូចបើយើងមិនលក់ឲ្យវាអស់អីវ៉ាន់ទេយើងអត់ដឹងថាថ្ងៃណាវាស្រួលបួលវិញអញ្ចឹងព្រោះអីច្រកព្រំដែនអន្តរជាតិយើងហ្នឹងគឺនៅតែបិទអញ្ចឹងទៅហើយខ្ញុំត្រូវមកលក់ម្នាក់ឯងដោយសារតែបើខ្ញុំមកទាំងអស់គ្នាអត់មានអ្នកមើលកូនខ្ញុំនៅឲ្យខ្មែរអញ្ចឹងណាបងប្អូនចាហើយនេះមកតូបរបស់ខ្ញុំនិយាយទៅគឺកំសត់មែនទែនបងប្អូនហើយយើងធ្លាប់ថាមកលក់ទាំងអស់គ្នាហើយតែពេលយើងមកលក់តែម្នាក់ឯងអញ្ចឹងទៅគឺពិបាកដែរបងប្អូនតែអត់ដឹងធ្វើមិនទេព្រោះអីយើងត្រូវតែមករកស៊ីបើយើងអត់មានរកអីក៏យើងអត់បានអីទៅចិញ្ចឹមកូនឬក៏យើងត្រូវការប្រើប្រាស់លុយរាល់ថ្ងៃអញ្ចឹងបងប្អូនចាដូចដឹងស្រាប់ហើយយើងត្រូវចំណាយគ្រប់សពបែបយ៉ាងតែម្ដងមិនថាថ្លៃសាលាកូនថ្លៃចាយប្រចាំថ្ងៃហើយយើងត្រូវការប្រើប្រាស់អញ្ចឹងបើសិនជាយើងអត់មករកស៊ីគឺយើងអត់មានចំណូលចូលអញ្ចឹងណាហើយខ្ញុំមកលក់អីវ៉ាន់នេះគឺខ្ញុំលក់រំលោះភាគច្រើនបងប្អូនចាខ្ញុំអត់ទិញចូលទេដោយសារតែអត់ដឹងថាស្ថានភាពវាមិនដែរពេលថ្ងៃខ្លះក៏លក់បានថ្ងៃខ្លះក៏លក់អត់បានថ្ងៃខ្លះមានមួយកំងខ្លះទៅតែដូចថាវាអត់ដូចលើកមុនអញ្ចឹងណាបងប្អូនចាដូចខ្ញុំបង្ហាញអញ្ចឹងថ្ងៃខ្លះគឺខ្ញុំលក់បានតែ100អីទេបងប្អូនអរហើយខ្ញុំបានតាំងចិត្តឲ្យថាខ្ញុំលក់នេះគឺខ្ញុំអត់ទិញអីវ៉ាន់ចូលតែម្ដងបងប្អូនចាខ្ញុំលក់នេះគឺលក់ឲ្យអស់អីវ៉ាន់បងប្អូនមើលជាក់ស្ដែងនិយាយទៅគឺស្ងាត់មែនទែនតែម្ដងដោយថាកន្លែងដែលយើងធ្លាប់រស់ស៊ី10 20ឆ្នាំហើយណាបងប្អូនចាអញ្ចឹងយើងអត់អាចឈប់ភ្លាមបានទេបើសិនជាយើងឈប់ភ្លាមក៏យើងត្រូវតារំលោះអីវ៉ាន់យើងឲ្យចេញអស់ដែរអញ្ចឹងបើយើងផ្សេងក៏អត់មានអ្នកផ្សេងទៀតបងសម័យនេះណាអញ្ចឹងគឺខ្ញុំត្រូវតែមកលក់រំលោះអីវ៉ាន់ចេញឲ្យអស់អញ្ចឹងទៅហើយដូចនេះខ្ញុំមកលក់ម្នាក់ឯងទេដោយសារតាគ្រួសារខ្ញុំហ្នឹងគាត់អ្នកនៅមើលកូនអញ្ចឹងបងប្អូនអរគ្នាអញ្ចឹងបើសិនជាគ្រួសាររបស់ខ្ញុំគាត់មកលក់ខ្ញុំត្រូវនៅមើលកូនវិញនិយាយទៅគឺខ្ញុំផ្លាស់ប្ដូរគ្នាមកលក់អញ្ចឹងណាហើយនេះអីវ៉ាន់ខ្ញុំនៅក្នុងតូបកាលមុនគឺណែនពេញតែម្ដងហើយវាមាននៅជន់លើទៀតអញ្ចឹងអានេះខ្ញុំលក់រំលោះអស់ភាគច្រើនហើយព្រោះអីខ្ញុំមកលក់បាន3-4 ខែដែរហើយអញ្ចឹងបងប្អូនអរគ្នាអញ្ចឹងនៅក្នុងតូបរបស់ខ្ញុំហ្នឹងគឺមានអីវ៉ាន់ច្រើនតែពេលខ្ញុំមកលក់រំលោះអស់ច្រើនអញ្ចឹងទៅហើយម៉ួយគាត់ជួយកំងជួយអីអញ្ចឹងណាបងប្អូនចាហើយចំពោះការដាក់លក់រាយនៅមុខតូបវិញគឺយើងកំងអីវ៉ាន់ណាដែលយើងលក់អស់អញ្ចឹងយើងកំងចូលតិចទេបើថាឲ្យយកច្រើនដោយលើកមុនកាលលើកមុនវាលក់ដាច់ហើយយើងអត់មានបញ្ហាអញ្ចឹងទៅគឺយើងលក់ធម្មតាតែសម័យនេះគឺយើងអត់អាចកំងចូលច្រើនបានទេបងប្អូនដោយសារតែច្រកយើងបិទហើយយើងអត់ដឹងថាគេបើកថ្ងៃណាអញ្ចឹងទៅខ្ញុំក៏សម្រេចចិត្តថាខ្ញុំអត់កំងឲ្យវ៉ាន់ចូលច្រើនខ្ញុំលក់តាមល្មមលក់យូរទៅអត់មានសល់អីទេបងប្អូនអរគ្នាហើយសម័យនេះនិយាយទៅគឺអស់ឲ្យវ៉ាន់អស់លុយតែម្ដងព្រោះអីថ្លៃតូបស៊ីហើយនឹងថ្លៃចំណាយយើងចាយប្រចាំថ្ងៃហ្នឹងគឺអស់ល្មមហើយរាល់ថ្ងៃនេះការលក់ដូរគឺធ្លាក់ចុះមែនទែនតែម្ដងនិយាយទៅគឺម៉ួយគាត់អត់លក់អត់ដាច់ដែរហើយអ្នកមកទិញរាយនៅតូបហ្នឹងក៏ស្ងាត់ទៀតដោយសារតាប្រេងសាំងឡើងថ្លៃអីផងអញ្ចឹងអ្នកទិញគាត់អត់សូវហ៊ានធ្វើដំណើរចុះមកទិញអញ្ចឹងណាបងប្អូនអរគ្នាអញ្ចឹងខ្ញុំសម្រេចចិត្តថាបើសិនជាខ្ញុំលក់អស់អីវ៉ាន់នេះគឺខ្ញុំលេងមកខ្ញុំចង់រកស៊ីនៅខាងខ្មែរយើងម្ដងអញ្ចឹងបងប្អូនណាមួយបើច្រកបិទអញ្ចឹងយើងជីងចូលចំណាយចុះចំណាយឡើងហ្នឹងគឺវាអត់រួចខ្លួនទេនិយាយទៅគឺយកដើមយកមកតុបតែម្ដងណាបងប្អូនអរគ្នាអញ្ចឹងបើសិនជានៅតែបែបនេះទៀតគឺយើងអត់អាចទៅមុខរួចទៀតបានទេបងប្អូនអរគ្នាហើយខ្ញុំពុំគិតថាបើសិនជាខ្ញុំទៅខ្មែរវិញខ្ញុំចង់រកមុខរបរតិចតួចលក់ដូរនៅផ្ទះអញ្ចឹងទៅដើម្បីយើងបានចំណូលគ្រប់គ្រងគ្រួសារអញ្ចឹងណាបងប្អូនអរគ្នាអញ្ចឹងបើសិនជាខ្ញុំអាចរកនៅខ្មែរបានគឺខ្ញុំលេងចូលមកទៀតដែរខ្ញុំទុកអីវ៉ាន់ប៉ុណ្ណឹងចោលសិនដោយសារតាខ្ញុំមកលក់ប្រហែលខែនេះគឺខ្ញុំលក់អីវ៉ាន់អស់ច្រើនដែរអញ្ចឹងទៅបើសិនជាខ្ញុំអត់បានចូលមកលក់ក៏យើងអត់សូវជាបញ្ហាអញ្ចឹងណាបងប្អូនអញ្ចឹងបើសិនជាថ្ងៃក្រោយទៅគេបើកច្រកបើកអីធម្មតាចាំយើងគិតគូរទៀតអញ្ចឹងបើពេលនេះបើសិនជាខ្ញុំត្រូវទៅខ្មែរខ្ញុំត្រូវតែរកមុខរបរបន្ថែមដើម្បីឲ្យចំណូលចូលក្នុងគ្រួសារយើងបានផ្គត់ផ្គង់គ្រួសារខ្លះ